ចេះមកពីគេដឹងពីរបៀបរៀនគេមានមកពីគេដឹងពីរបៀបរកប្រូលពូចាំជាតិបងអូអាហ្នឹងទស្សនៈបងឯអូនបងស្អីហ្នឹងដីសជួបខ្ញុំថ្ងៃនេះដូចផ្ទះប្អូនមកកំភ្លៀងឲ្យស្វាងពីល្ងុយដេកអញ្ចឹងអូយសុំជួយលោកផ្ដាគេបន្តិចមកអូយធ្ងន់ម៉េះដាក់លុយមករកស៊ីជាមួយបងណាឃើញអត់ឃើញហើយមិនទៅមើលបន្ទប់ទឹកខ្ញុំអៀកណែមែនអង្គុយមុខហ៎អើយចេះយ៉ាងនេះគឺមានអង្គុយមុខហ្នឹងហើយលោកបងហ្នឹងហើយបងខ្ញុំមកដល់ហាងកាហ្វេហើយបងនៅមុខហ្នឹងបងបាទសួស្តីបង បាទបងបន្ទប់ប្រជុំនៅណាដែរបងមកតាមខ្ញុំបងបាទអូមកដល់អូននេះអង្គុយមកអូនជំរាបសួរបងបាទអង្គុយនេះអង្គុយចិត្តបងមកបងត្រូវការ order អីបងយកទឹក2កែវសិនអូនទឹកសបាទសុខបាយអូនសុខតាបងធម្មតាអ្នកខេត្តអ្នកអំពេញអ្នកអំពេញបងអូរកស៊ីអីដែរអូនរកថ្ងៃរកតាបងតែហៅគ្រប់ទៅមុខហ្នឹងតែហៅវាមិនត្រូវអូនឯងរកមិនត្រូវឬក៏មិនចេះរកដឹងដែរបងអូនបើអូនឯងអត់ចេះរកតតែងាប់ខ្លួនក៏វាមិនតាណាដូចពាក្យគេថាចេះពីរៀនមានមកពីរកតែបងសូមបដិសេធនឹងទស្សនៈហ្នឹងសម្រាប់ទស្សនៈរបស់បងចេះមកពីគេដឹងពីរបៀបរៀនគេមានមកពីគេដឹងពីរបៀបរកប្រូលពូចាំជាតិបងអូអាហ្នឹងទស្សនៈបងឯអូនគេយកទៅចែកចាយឲ្យអត់ដាក់ credit តែបងអត់ខ្វល់ទេព្រោះបងចែកចាយឲ្យគេហ្នឹងហើយអូបងធានផ្នែកមកហើយជើញបងសួរមកអូខេសួស្តីគួយចាបងអរគុណបងត្រូវការ order អីជួយថែមទឹកសមួយកែវទៀតទឹកសទៀតទឹកសមួយសិនអូជប់ភេទជ្ជៈបងនៅហើយមកតែឯងមកតែឯងបងអូខេនេះបងប្រធានគ្នារករបរសោតហើយតែរកមិនតន់ត្រូវបើចេះតែរកត្រូវអានឹងទើបវាចម្លែកមែនតើទៅពេលខ្លះមិនមែនថាយើងនឹងរកមិនត្រូវទេអាចថារឿងខ្លះយើងមិនត្រូវរកបងស្អីហ្នឹងដីសអូខ្ញុំឆ្លក់ថងដាក់កប៉ៅយើងហ្មងបងឧទាហរណ៍ជាងាយតែម្ដងប៉ុណ្ណឹងអូនឯងយល់ហើយបាទថារឿងវាយ៉ាងម៉េចបងឲ្យឧទាហរណ៍អូនពីរនេះរវាងមើលលើក្តារខៀនទាំងអស់គ្នាអានេះអីគេបាច់ចុះនេះស្រូវរវាងពីរហ្នឹងមួយណាមានតម្លៃជាងពេជ្របងពេជ្រមានតម្លៃជាងមែនទេអូខេអីគេនេះមាន់បើបងឧទាហរណ៍បងបាយទាំងពីរនេះរវាងពេជ្រហើយនិងស្រូវទៅឲ្យមាន់សួរថាមាន់វារើសយកមួយណាយកស្រូវបងអូខេងាយពេលខ្លះយើងធ្វើអត់ទាន់បានស្គាល់អ្វីដែលជាអតិថិជនគោលដៅរបស់យើងអ្វីដែលជាការចង់បានរបស់គាត់ណាពេជ្រមានតម្លៃក៏ពិតមែនតែមានតម្លៃសម្រាប់នរណាសម្រាប់គេបើកហាងពេជ្រតែសម្រាប់អូនត្រូវស្គាល់ពីសក្តានុពលរបស់ខ្លួនឯងត្រូវស្គាល់អ្វីជា capacity របស់ខ្លួនឯងណារៀបដើរឲ្យដើរទៅតាម slogan របស់ខ្លួនឯងឲ្យមាន vision គេហៅថាទស្សនវិស័យអូខេអញ្ចឹងជួបខ្ញុំថ្ងៃនេះដូចផ្ទះប្អូនមកកំភ្លៀងឲ្យស្វាងពីល្ងុយដេកអញ្ចឹងបាទសម្ដីពិតវារៀងពិបាកស្ដាប់តិចហ្នឹងមែនទេក្រោតគ្រៀតអូខេនៅប៉ុណ្ណេះអត់នេះយល់ទេយល់ហ្មងអូខេនេះគ្រាន់តែជាឧទាហរណ៍ងាយតែខ្ញុំអត់ដឹងថាប្អូនមានបញ្ហាទេហើយរកស៊ីទេប្អូនត្រូវដឹងថាខ្លួនឯងត្រូវរកអីហើយបរិបត្តិនេះគេរកអី
គេមិនដែលលក់អាវភ្លៀងខែចែកខែប្រាំងទេទៅ បាទ អូខេឥឡូវតិចទៀតយើងជួបជាមួយនឹងអគ្គនាយកផ្ទាល់ធំតែម្ដងបងនឹងកាន់តែស្វាំងយ៉ាងហ្នឹងទៀតនេះខ្ញុំទ្រាំតែជាលក្ខណៈថា General Manager ទេអ្នក top កណ្ដាលទេ បង ចូលមានការទៀតមែន មេខ្ញុំថាឲ្យជួយកំងកាហ្វេភេសជ្ជៈសិន អត់អីទេចាំមើលមេធំមកបងមកគឺ order សរុបតែម្ដង ពុំមកមុនយកទៅទឹកជ្ជៈ វិញវិញមេខ្ញុំមក អូយ លេងមូលជាងខាងអញ្ចឹងហ្មងបងលោកប្រធានមកស្អីក៏ផង ប្រង មើលអត់ដែរ សុំជួយលោកប្រាក់គេបន្តិចមក អូយធ្ងន់ម៉េះមានហូតពីកប៉ៅយ៉ាងហ្មង សួស្ដី អូស្អីបង គាត់នឹងមែនដែលរកស៊ីចេះតែមិនត្រូវនោះ បាទប្រធានគាត់នឹងហើយ មិនប្រកាសថាមានលុយរកស៊ីចេះតែត្រូវនោះទេ ធ្លាប់លើពាក្យលោករ៉ូមីអូប៊ូសាវ៉ាទីដែលគាត់គឺជាស្ដេចជំនួយនៅប្រទេសអ៊ីសាប៉ា ទាំងឈ្មោះទាំងប្រទេសដូចមិនដែលលឺ នៅអឺរ៉ុបខាងជើងនោះ ដែលគាត់និយាយថាដើមទុននៃការរកស៊ីគឺមិនមែនជាលុយនោះទេតែវាគឺជាគំនិតបើយើងមានលុយតែខ្វះគំនិតក៏វាមិនជោគជ័យដែរអញ្ចឹងហើយយើងត្រូវធ្វើម៉េចយើងត្រូវសហការជាមួយគេអ្នកដែលមានគំនិត ចុះអាហ្នឹងខ្ញុំត្រូវធ្វើមិនទៀតបង ណមបកស្រាយទៅ បើនិយាយទៅលើការរកស៊ីទី1គឺយើងមានគំនិតពាក្យមួយគេថាមានគំនិតបានមានកំណើតគំនិតមិនកាច់កំណើតក៏គ្មានដែរធ្វើទេអញ្ចឹងមានគំនិតហើយបើអត់ដើមទុនក៏អត់កើតដែរចុងពីរហ្នឹងយើងត្រូវ combine គ្នា combination ទើបយើងទទួលបាន achievement មួយដែលសមស្របអូខេអញ្ចឹងបងឯងគឺជា investor មួយមកណាមាន investor បែបបងឯងខ្វះធនធានមនុស្សមិនមែនមនុស្សដែលមានធនធានទេធនធានមនុស្សគឺជាមនុស្សបុគ្គលដែលមានធនធានខួរក្បាលណាពួកខ្ញុំទាំងអស់គ្នានេះគឺជាបណ្ដុំនៃមនុស្សដែលមានគំនិតប៉ុន្តែយើងខ្វះ budget ដើម្បី insert ចូលនៅក្នុង project ដើម្បីទទួលបាននូវសមិទ្ធផលជារួមអញ្ចឹងសម្រាប់បងអូនគឺអត់ពិបាកអញ្ញៃដោយការរកស៊ីខ្លួនឯងទេបងអូនរកស៊ីខ្លួនឯងមានលុយគឺអត់មានគំនិតហានិភ័យណាស់ចូលរួមជាមួយនឹងពួកយើងមកបងអូនអត់មានពិបាកទេធ្វើការខ្លួនឯងរកស៊ីខ្លួនឯងទី1ត្រូវការគំនិតទី2ត្រូវការលុយទី3កម្លាំងតែបើគ្រាន់តែយកលុយមក invest ជាមួយនឹងពួកខ្ញុំគឺបងអូនទទួលបាននៅលទ្ធផលដោយពេលខ្លះបងអូននៅតែផ្ទះក៏ income របស់បងអូនគឺវាមាន active រហូតផង អធិស្ឋានបងបែងជួយសង្ខេបឲ្យខ្លីហ្មងបងខ្ញុំដូចវីវក់ទៅ មានអីពិបាកដាក់លុយមករកស៊ីជាមួយបង ណាលុយមិនបង អូគឺបងអូនគ្រាន់តែចំណាយលុយចំណាយជាដើមទុនដើម្បីមក invest ជាមួយនឹងពួកខ្ញុំអញ្ចឹងនៅពេលដែលបងអូនមាន budget មកខ្ញុំគ្រាន់តែបញ្ចូលនៅក្នុង project របស់ពួកខ្ញុំ ថ្លៃ operation ប្រតិបត្តិការទូទៅការចាត់ចែងទូទៅការ lead ជាមួយនឹងក្រុមហ៊ុននិង project នឹងទាំងមូលគឺជាទំនួលខុសត្រូវរបស់ពួកខ្ញុំអញ្ចឹងភាលាបបងអូននឹងទទួលបានដូចគ្នាដោយបងអូនចំណាយនៅថវិកាចំណាយនៅ budget ចំណាយខាងខ្ញុំចំណាយនឹងគំនិតការរកទីផ្សារនិងកម្លាំង ចាំខ្ញុំទៅពិភាក្សាមួយអ្នកផ្ទះសិនចឹងបងណា មិនភាសាច្រើនទេអូនបងអូនគេជោគជ័យលឿនអស់ហើយគេទៅមុនអស់ហើយបងអូនឡើងតែរីរែកឃើញបងអូនប្រហែលឆ្នាំហើយរកស៊ីប្រហែលអាជីវកម្មហើយដួលទាំងអស់ឃើញទេដោយសារតែការរីរែកការស្ទាក់ស្ទើរការមិនទុកចិត្តលើខ្លួនឯងស្ដាប់គេនិយាយ100ដងមិនស្មើមកជួបពួកខ្ញុំម្ដងទេឃើញទេអានេះមកជួបផ្ទាល់ហើយមិនជឿទៀតខ្ញុំមិនដឹងនិយាយថាម៉េច បងអូនសម្រេចចិត្តទៅ
បាទបងបាទឥឡូវសុំអធិស្ឋានបងខ្ញុំសុំជប់តុបតាំងបន្តិចណាបងណា អូយប៊ីភ្លេចញ៉ាំសារាយទៀតអញអើយបាទបងបាទអាស័យទៅតុកនោះមួយភ្ញៀវហៅតាភ្លេចទៅមកអារឿងសារាយហ្នឹងព្រឹក2គ្រាប់ល្ងាច2គ្រាប់នេះអ្នកធាត់វៃ30ក្រាស់ខ្សែឡាគឺថាកិច្ចមិនផុតពីរឿងលើជាតិខ្លាញ់លើជាតិស្ករលើជាតិអាស៊ីតទេលើជាតិអាស៊ីតឲ្យរឿងហើមដៃហើមជើងឈឺដៃឈឺជើងហ្នឹងដាក់មួយអាទិត្យឡើងមកថាមិនត្រូវមិនធូរទេនេះបចោជេរម្ដាយខ្ញុំ ឃើញអត់ អត់ឃើញ ហើយមិនទៅមើលបន្ទប់ទឹករ កសពហើយអត់ឃើញ ចុំគាត់ជាអីមក យ៉ាងមិនហើយ អត់ឃើញបាត់ឈឹង ចប់អារឿងបន្ទប់ទឹកហ្នឹងគឺប្រមាណនេះហើយចប់ហើយ ចូលក្នុងវិញ ចូលរកប្រកាច់អីអញមានលុយណាអាកាហ្វេគេ ទឹកតទេមេ ហើយ ទឹកមក តោះ អាមួយហ្នឹងអញថាអត់ស្រួលតាំងពីដើមហ្នឹងមុខវាអត់ជឿយើងទេប៉ុន្តែវាចេះអើយើងឲ្យចប់នោះ យ៉ាប់នោះយ៉ាប់ទំអៀកណែ មេអង្គុយមុខហ៎ អើយចេះយ៉ាងនេះគឺមានអង្គុយមុខហ្នឹងហើយអាបានតានឹងជ្រុះទៀតហើយសយនោះសយ ហើយអញហើយមួយនាំនេះមក invest លុយអញហើយមើលសភាពមួយហេកំពុងតែឡងចង់ហើយប៊ីសធ្លាក់ទៀតប៊ីសចូលធ្នាក់ ថៃមែនបង នេះ3នាក់មុនហ្នឹង 3នាក់នោះគេអូយណាត់គេមកហាងខ្ញុំរហូតហ្នឹង មែនបង ណាត់មករហូតហ្នឹងមកវីណាហ្នឹងរឿងអីទេឃើញតែគេកិច្ចដូចបងឯងអញ្ចឹងហើយមេខ្ញុំថាលើកក្រោយលែចូលហើយ មិនចឹង ពូមកណែ order អីផងលេងហៅតែទឹកសហ្នឹងហើយទឹកសមានគិតលុយណា អូ និយាយពីសារាយសមុទ្រស៊ីបឺប៉ារីសរបស់លោកជំទាវសុករស្មីបងប្អូននេះម៉ែឪខ្ញុំលក់នៅផ្ទះឯស្រុកហើយមួយថ្ងៃចេញចូលគឺថាសត្វតែអតិថិជនសារាយសមុទ្រស៊ីបឺប៉ារីសហើយអ្នកទិញហ្នឹងគឺសត្វតែអ្នកស្រុកភូមិឯងនិយាយទៅបើមិនល្អក៏មិនអោយម៉ែឪលក់ដែរព្រោះថាអ្នកទិញហ្នឹងសត្វតែអ្នកស្រុកភូមិឯងអ្នកនៅឃុំជាមួយគ្នាស្រុកជាមួយគ្នាហ្នឹងហើយល្អមិនល្អបងប្អូនមកស្រាវសម្ដីពួកគាត់នេះមីងសុំសួរបន្តិចប្រើសារាយសមុទ្រស៊ីបឺប៉ារីសអស់ម៉ានកំប៉ុងហើយ អស់3កំប៉ុង 3កំប៉ុងហើយកាលមុនមីងមានអាការៈបែបម៉េចសុខភាពបែបម៉េច កាលមុនហើមខ្លួន អូ ហើមលាក់យុវិជាទៅហើមដូចជាអាស៊ីតចឹងណា ហើយមិនខ្លះ ហើមជាអាស៊ីតកម្រងនោមចឹងបាត់ អូ ទៅពេទ្យមើលឡើងឃើញមានកម្រងនោមកម្រងអីហើយជាអស់ហើយ អូ ជាតាំងពីអាស៊ីតតាំងពីកាពះ អូកាពះទៀត កាពះទៀត អូ គឺពងកនបាត់អស់ហើយ ម៉ានកំប៉ុងមីងបានកំប៉ុងហើយ បោះអស់តែ3កំប៉ុងទេ ឥឡូវលឺម៉ែខ្ញុំថាយកទៅលក់ទៀត យកទៅលក់ទៀត លក់នៅណា លក់នៅកបូល អូលក់ឲ្យអ្នកនៅបន្ទប់ជួលក្បែរហ្នឹងទៅ ហ្នឹងហើយលក់ឲ្យអ្នកទប់ជួលនោះគេដឹងយើងផឹកទៅធូរ អូ គេទិញគ្រប់គ្នាហ្នឹង អូយកពីម៉ែខ្ញុំហ្នឹងទៅ យកពីបងទៅ បាទបងប្អូននេះមិនជាថាទេនេះសម្រាប់ពុកម៉ែបងប្អូនដែលចង់ទិញអាចរកទិញបានតាមតាណាចែកចាយដែលផុសលក់ឬក៏អាចរកទិញបានតាមហាងតាម pharmacy ឲ្យតែនៅមុខហាងមុខ pharmacy មានផ្លាករូបលោកជំទាវនៅមុខហាងឬក៏មុខ pharmacy បងប្អូនចូលទិញទៅតម្លៃដូចគ្នាទេហើយមួយវិញទៀតសម្រាប់ពុកម៉ែបងប្អូនទូទាំង25ខេត្តក្រុងដែលចង់ចូលតាណាចែកចាយចំណាយដើមទុនមកបន្តិចទេឆាតទៅពេកក្រុមហ៊ុនទាំង3 page បងប្អូននេះ page Sibel Paris 2 page និង page សុកដល់ថ្មីទាំងអស់3 page ហ្នឹងបាទ